លោកអ្នកធ្លាប់មានភាពសប្បាយរីករាយជាច្រើននៅលើក្រែប៉ុន្តែភ្លាមនោះជីវិតផ្លូវភេទរបស់អ្នកមិនគ្រាន់តែជាអ្វីដែលវាធ្លាប់មាននោះទេអ្នកចូលចិត្តការរូបភេទច្រើនហើយអ្នកស្រឡាញ់ដៃគូរបស់អ្នកដូច្នេះអ្វីដែលផ្ដល់ឲ្យអ្នកលោកវិជ្ជាបណ្ឌិត Laura Berman នៃឯកទេសខាងរូបភេទបាននិយាយថាមានឧបសគ្គខាងផ្លូវភេទគ្រប់ប្រភេទចំពោះការរូបភេទដ៏ល្អពីរូបរាងកាយមិនល្អទៅជាការធន់ទ្រាំតែក៏មានដំណឹងល្អគឺថាអ្នកអាចទទួលបានលើសពីពួកគេហើយភ្ជាប់ឡើងវិញជាមួយភាពទាក់ទាញរបស់លោកអ្នកដើម្បីត្រៀមខ្លួនមកភ្លឺភ្លើងរបស់អ្នកការផ្លាស់ប្ដូរទាំងនេះនឹងធ្វើឲ្យការរូបភេទកាន់តែមានមោទនភាពនិងកក់ក្ដៅនិងរីករាយជាងមុនដើម្បីស្រាវចម្ងល់នេះសូមប្រិយមិត្តតាមដានសម្ដាប់ជាមួយយើងខ្ញុំដូចតទៅទី1ការទទួលយកខ្លួនឯងស្ត្រីភាគច្រើនតែមានបញ្ហាពេលរូបភេទជាដៃគូក៏ព្រោះតែមានការព្រួយបារម្ភចំពោះរូបរាងរបស់នាងនិងភ្លេចផ្ដោតអារម្មណ៍ទៅលើការរូបភេទដែលជាបញ្ហាក្នុងការរូបភេទដូច្នេះសូមអ្នកផ្ដល់ទំនុកចិត្តលើខ្លួនឯងប្រាប់ខ្លួនអ្នកថាគ្មាននរណាល្អឥតខ្ចោះនោះទេទី2ធ្វើឲ្យមានការផ្សារភ្ជាប់រាងកាយគិតអំពីគ្រាទាំងនោះនៅក្នុងជីវិតរបស់អ្នកនៅពេលដែលមានអារម្មណ៍ថាមានលក្ខណៈពេញលេញជាមួយនឹងរាងកាយរបស់អ្នកប្រហែលវិជាការពេលដែលបញ្ចប់ការរត់ដ៏វែងឈាមរបស់អ្នកត្រូវបានបូមហើយអ្នកកំពុងសម្រាកនឹងរំភើបឬប្រហែលជានៅពេលដែលអ្នកធ្វើយូហ្គាហើយសម្រេចបាននៅគំនិតរាងកាយលោក Berman បាននិយាយថានៅពេលដែលស្ត្រីមានរូបភាពអវិជ្ជមាននិងមានទំនោរនឹងផ្ដាច់ចេញពីរាងកាយរបស់នាងដើម្បីបង្កើតចំណងឡើងវិញចូលអ្នកធ្វើអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាល្អនៅក្នុងស្បែករបស់អ្នកយ៉ាងហោចណាស់ម្ដងមួយថ្ងៃព្យាបាលខ្លួនអ្នកក្នុងការម៉ាស្សាទី3ហាមការរូបភេទវាជាពិតខ្លាំងមែនដែលមានប្រសិទ្ធភាពខ្ពស់ដោយសារតែនៅពេលអ្នកប្រាប់ខ្លួនឯងថាអ្នកមិនអាចមានអ្វីមួយអ្នកនឹងចង់ធ្វើវាកាន់តែច្រើនបង្អត់ខ្លួនអ្នកហើយនឹងគាត់លោក Berman បាននិយាយថានៅពេលដែលអ្នកជាមនុស្សម្នាក់ដែលកំពុងធ្វើចលនានោះផ្ដោតអារម្មណ៍លើការប្រស្រ័យទាក់ទងរវាងស្នេហានិងមានភាពទាក់ទាញចំពោះដៃគូរបស់អ្នកចូលអ្នកធ្វើឲ្យអារម្មណ៍របស់អ្នករត់រកគ្នាវានឹងជួយឲ្យអ្នកមានភាពផ្សារភ្ជាប់ឡើងវិញនៅកម្រិតថ្មីមួយទី4បន្ថែមចំណាប់អារម្មណ៍បន្ទាប់ពី2ទៅ3ឆ្នាំជាមួយគ្នាវាជាការងាយស្រួលក្នុងការទទួលបានភាពខ្ជិលនៅលើក្រែប៉ុន្តែអ្នកទាំងពីរសមនឹងទទួលបានប្រសើរជាងនេះលោក Davidson បាននិយាយថាប្រសិនបើអ្នកមិនបញ្ចូលថាមពលនៅក្នុងទំនាក់ទំនងរបស់អ្នកនោះទេអ្នកនឹងមិនទទួលបានថាមពលពីវានោះឡើយទី5ប្រាប់គាត់ពីរបៀបដើម្បីដែលអ្នកចង់លោក Berman បាននិយាយថាបុរសចង់ក្លាយជាអ្នកជិះសេះរបស់អ្នកក្នុងគ្រឹះសាស្ត្រាវុធ Jungle នៅពេលគេនិយាយអំពីការរូបភេទពួកគេចង់ធ្វើឲ្យអ្នកប្រាប់ពួកគេពីអ្វីដែលល្អជួយគាត់នឹងខ្លួនឯងដោយបង្ហាញគាត់ពីអ្វីដែលអ្នកបែរមកដាក់ដៃរបស់អ្នកនៅលើកំពូលរបស់គាត់និងណែនាំគាត់ក្នុងរបៀបដែលអ្នកចង់ប៉ះរបស់គាត់ទី6ផ្លាស់ប្ដូរទម្លាប់របស់អ្នកនៅពេលអ្នកមានភាពតានតឹងវាមិនមានអារម្មណ៍ស្រាប់ស្រាលនោះទេនោះដោយសារតែនៅពេលដែលស្ត្រីមានភាពតានតឹងរ៉ាំរ៉ៃរាងកាយរបស់នាងផលិតនៅកម្រិតនៃអុកស៊ីតូស៊ីនដែលជាសារធាតុគីមីមួយដែលលុបបំបាត់ឥទ្ធិពលនៃអរម៉ូនតេស្តូស្តេរ៉ូនទី7ធ្វើចលនាដំបូងការសិក្សាថ្មីមួយនៅសាកលវិទ្យាល័យរដ្ឋ Virginia បានរកឃើញថាអ្នកព្យាករណ៍ឈានមុខគេនៃសុភមង្គលក្នុងអាពាហ៍ពិពាហ៍របស់ស្ត្រីគឺកម្រិតនៃការចូលរួមអារម្មណ៍របស់ស្វាមីប្រសិនបើអ្នកទាំងពីរកំពុងចំណាយពេលវេលាមានគុណភាពរួមគ្នាអ្នកនឹងសប្បាយចិត្តប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍ថាមិនមានទំនាក់ទំនងរបស់អ្នកនិងជីវិតផ្លូវភេទរបស់អ្នកនឹងមានបញ្ហានេះជាមូលហេតុអ្នកត្រូវមានភាពស្និទ្ធស្នាលជាមួយគាត់ដើម្បីបំផុសគំនិតឲ្យស្រឡាញ់ហើយជារឿយៗគាត់ត្រូវការរូបភេទដើម្បីឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកទី8បង្វែរការងារទៅជាមុនសិនស្ត្រីត្រូវតែចំណាយពេលប្រហែល1ម៉ោងច្រើនជាងរៀងរាល់ថ្ងៃជាងបុរសនៅលើការងារផ្ទះនិងការថែទាំកុមារជាធម្មតាទេដែលស្ត្រីមានអារម្មណ៍ថាហត់នឿយ
ទី9ចាក់ចេញពីផ្ទះរបស់អ្នកដឹងថាវាជាការល្អដើម្បីគេចពីការងាយកូនក្មេងធូលីនិងផ្ដោតទៅលើគ្នាទៅវិញទៅមកប្រសិនបើអ្នកមិនអាចចេញដំណើរសម្រាប់ចុងសប្តាហ៍នោះទេសូមចេញទៅញ៉ាំអាហារពេលល្ងាចជំនួសវិញប៉ុន្តែសូមរើសកន្លែងដែលមិនធ្លាប់មាននឹងបញ្ហាអ្វីមួយដែលតាក់ទងទៅនឹងកន្លែងដែលយើងធ្លាប់ញ៉ាំប៉ុន្តែប្រសើរជាងនេះទៅមើលគាត់នៅកន្លែងធ្វើការចំណុចទី10អាចកំបាំងក្នុងការរកភេទដ៏ល្អបំផុតប្រសិនបើអ្នកត្រូវការហេតុផលមួយទៀតដើម្បីធ្វើលំហាត់ប្រាណចូលពិចារណានៅចំណុចនេះការធ្វើលំហាត់ប្រាណគឺជាវិធីដ៏ល្អមួយជួយបង្កើនជីវិតផ្លូវភេទរបស់អ្នកលោក Davidson បាននិយាយថាវាជួយមិនត្រឹមតែរាងកាយប៉ុណ្ណោះទេប៉ុន្តែប្រព័ន្ធសរសៃប្រសាទនិងខួរក្បាលផងដែរដូច្នេះអ្នកមានអារម្មណ៍ថារំភើបនិងរីករាយក្នុងការរកភេទការធ្វើលំហាត់ប្រាណពង្រឹងប្រព័ន្ធសរសៃប្រសាទបេះដូងរបស់អ្នកធ្វើឲ្យឈាមរត់ប្រសើរឡើងនិងធ្វើឲ្យឈាមហូរទៅគ្រប់ទិសទីកន្លែងដែលត្រឹមត្រូវវាក៏ធ្វើឲ្យមានអារម្មណ៍ដោយកាត់បន្ថយភាពតានតឹងនិងបង្កើនការគោរពខ្លួនឯងលោក Berman និយាយថាការងារដែលធ្វើឲ្យអ្នកមានមោទនភាពនឹងស្នាដៃនៅពេលដែលអ្នកធ្វើវាជាប់លាប់ធ្វើឲ្យអ្នកមានអារម្មណ៍អំពីខ្លួនអ្នកដូច្នេះអ្វីដែលសំខាន់លំហាត់ប្រាណអាចជួយឲ្យអ្នកក្នុងការសម្រួលដល់រាងកាយរបស់លោកអ្នក